សំឡេងស្រួយខ្ញោកហើយតាពាចូលមាត់ទៅនិយាយពីថាឆ្ងាញ់នៅឆ្ងាញ់បងប្អូននេះគឺជាចេកខ្វៃដែលធ្វើមកពីម្សៅភីហ្សាយើងទៅទិញម្សៅភីហ្សានៅក្នុងហាងលក់ម្ហូបយើងហ្នឹងហើយយកមកកាត់លក្ខណៈចេកខ្វៃយើងឲ្យវាជាគូអោបគ្នាហើយយកទៅបំពងតាមលក្ខណៈធម្មតាគឺថាឡើងល្អមែនតែនហើយខ្ញុំទិញខុសពីម្ដងហើយម្សៅភីហ្សាហ្នឹងដោយសារតែទិញរបៀបរៀងស្ដើងដល់ពេលយើងអត់បានចាប់អារម្មណ៍ដល់ពេលយកមកបំពងមកគឺអត់ឡើងសោះហ្មងហើយលើកនេះទៅរកទិញម្សៅភីហ្សាដែលមានក្រាស់នៅលើសបកវាហ្នឹងគឺថាយើងឃើញកម្រាស់របស់ម្សៅភីហ្សាហ្នឹងហើយអញ្ចឹងយកអាក្រាស់ហ្នឹងមកចៀនដឹងថាត្រូវអត់ខុសទេហើយយកមកដល់ស្រួលមែនតែនហ្មងហើយយើងគ្រាន់តែកាត់ដាក់គូទៅយើងដាក់ទឹកសកត់កន្លះកណ្ដាស់ហ្នឹងទៅយកទៅបំពងទៅគឺថាចេញរាងដូចជាខ្វៃហ្មងហើយរសជាតិវិញអត់ចាញ់ទេណាបងប្អូនគឺថាស្រួយខ្ញោកឆ្ងាញ់ហ្មងដល់គិតសពទៅម្សៅចេកខ្វៃហ្នឹងវាអត់មានអីពិបាកធ្វើឯងគ្រឿងផ្សំតែបន្តិចហ្នឹងយកតែម្សៅលាយជាមួយនឹងទឹកហើយដាក់ជាមួយនឹងមេនំប៉័ងបន្តិចប៉ុន្តែចង់និយាយថាទាំងខ្ញុំទាំងបងប្អូននៅក្នុងធ្វើវីដេអូខ្លះឃើញគាត់ធ្វើពេលខ្លះឡើងពេលខ្លះអត់ឡើងរបៀបថាវាមិនដឹងមិនយើងលាយម្សៅដូចថានិយាយធម្មតាប៉ុន្តែពេលខ្លះឡើងពេលខ្លះអត់ឡើងហើយឥឡូវហ្នឹងអស់កង្វល់ហើយបងប្អូនដែលចង់ញ៉ាំចេកខ្វៃគឺថាទៅទិញតែស្រាប់យកមកដល់កាត់យកបំពងយកគឺបានសលេងស្រួយខ្ញោកឆ្ងាញ់អញ្ចឹងប៉ុន្តែរសជាតិរៀងស្ទើរផ្អែមជាងរបស់យើងធ្វើខ្លួនឯងតិចប៉ុន្តែឆ្ងាញ់ណាស់បងប្អូនហើយសលេងស្រួយខ្ញោកចឹងហ្មង